ថ្ងៃរៀបអភិសេកត្រូវបានព្រះចបទលាក់ពនាងចូលទៅក្នុងជួរមួយយ៉ាងជ្រៅពនាងក៏អត់បានដឹងថាវាជាមូលហេតុអ្វីដែរពេលតែចុះដល់ក្រោមទៅពនាងដឹងថានេះគឺជាការបូជានៃសាសនាពនាងត្រូវបានគេយកមកបូជាឲ្យស្ដេចនាគភ្លើងមិនទាន់និយាយផុតផងស្ដេចនាគភ្លើងក៏បានចេញមកព្រោះភ្លើងដាក់ពនាងរត់សំដៅចូលទៅក្នុងរូងភ្នំព្រោះពនាងគិតថាមានតែចូលទៅរូងភ្នំទេមានតែថ្មទាំងអស់ទេទើបអាចជួយឲ្យគេមានសុវត្ថិភាពកន្លែងមើលទៅឃើញសាកសពនៅកន្លែងនេះពនាងក៏គិតថាមិនទាន់មានកន្លែងសុវត្ថិភាពសម្រាប់ពនាងទេពនាងក៏រត់ចូលទៅខាងក្នុងប៉ុន្តែជាអកុសលជើងរបស់ពនាងមកចំហៀងក៏ត្រូវបានភ្លើងធ្វើឲ្យមានរបួសពនាងក៏ពួនមិនមានបញ្ចេញសម្លេងអ្វីទាំងអស់គ្រានោះផងដែរពនាងក៏បានធ្វើការព្យាបាលរបួសដោយខ្លួនឯងគាត់គិតនៅក្នុងចិត្តថាដំណើរជីវិតផ្សងព្រេងរបស់គាត់គឺមកដល់ហើយក្រោយពីចូលមករបួសហើយទ្រង់ក៏បានធ្វើការយកគ្រឿងអលង្ការរបស់ទ្រង់ទៅដុតបំភ្លឺផ្លូវដើម្បីចូលទៅក្នុងរូងភ្នំនៅក្នុងដំណើរដល់ផ្សងព្រេងយ៉ាងលំបាកនេះទ្រង់ក៏បានល្អិលជើងចូលទៅក្នុងល្អាងមួយល្អាងនេះគឺមានភាពតូចចង្អៀតធ្វើឲ្យពនាងទប់ទល់ជាមួយនឹងភាពតូចចង្អៀតនេះមិនបានរើខ្លួនបន្តិចក៏បានធ្លាក់ចូលទៅដល់បាតល្អាងតែម្ដងនៅគ្រានោះផងដែរបំពូលភ្លើងនោះក៏បានរលត់ពនាងក៏ធ្វើការឆ្លងកាត់តាមជញ្ជាំងតូចៗរហូតដល់បាតល្អាងនៅជញ្ជាំងខាងក្រោមនេះពនាងក៏បានស្ទើរតែធ្លាក់ទៅជាមួយនឹងបាតល្អាងខាងក្រោមមួយទៀតធ្វើឲ្យពនាងមានការតាំងចិត្តមោះមុតក្លាហានដើម្បីឆ្លងផុតទៅត្រង់នៅខាងទៀតនៃល្អាងមូលហេតុដែលពនាងធ្វើការចង់ទៅមកខាងទៀតដោយសារតែពនាងឃើញជាមួយនឹងពន្លឺនៃចម្លែកមួយទៅពនាងព្យាយាមចង់ទៅដល់ខាងមកខាងទៀតនៃច្រាំងនេះតែពនាងធ្វើការខំប្រឹងអស់ពីចិត្តពីកាយទម្រាំបានឡើងទៅដល់ចំណុចកំពូលមួយចំហៀងទៀតទីបំផុតទៅដល់ហើយពនាងក៏បានបេះជាមួយនឹងគុជមកគ្រាប់នឹងបាសគុជមកគ្រាប់ហ្នឹងគឺដើម្បីធ្វើជាឧបករណ៍ដើម្បីពន្លឺភ្លើងរបស់គាត់ទៅដំណើរផ្សងព្រេងបន្តទៀតពនាងក៏បានឃើញទឹកប៉ុន្តែពេលដែលពនាងក្បង់សោយទៅគឺទឹកនឹងវាកខ្វក់មែនទែនសម្បីតែឆ្កែក៏វាផឹកមិនកើតដែរធ្វើការស្កាប់អារម្មណ៍តិចទ្រង់ក៏បានរកឃើញប្រភពទឹកដែលទ្រង់បានចង់សោយហើយទ្រង់កំពុងតែសោយយ៉ាងមានភាពស្រស់ស្រាយស្រាប់តែភ្លាមនោះស្ដេចនាគភ្លើងនោះក៏បានមកទាន់ហើយធ្វើការព្រោះភ្លើងដាក់ពនាងតែម្ដងទ្រង់ក៏បានធ្វើការរត់គេចទៅរកទីទួលសុវត្ថិភាពនៅពេលដែលទ្រង់ធ្វើការរត់ចូលទៅក្នុងល្អាងភ្នំនោះទ្រង់បានចូលទៅកន្លៀតតូចចង្អៀតមួយហើយទ្រង់ក៏បានគិតថាបើរត់មិនរួចទេគឺនឹងត្រូវខ្លាចជាចំណីរបស់នាគនោះហើយទ្រង់ក៏បានកលៃទៅឃើញនៅលើជញ្ជាំងមានអក្សរសរសេរជាច្រើនបញ្ជាក់ថានៅទីនេះមិនមែនមានតែគាត់មកដល់ជាលើកទី1ទេគឺមានស្ត្រីជាច្រើនណាស់ដែលត្រូវស្លាប់នៅទីនេះនាងកំពុងតែកេងស្រាប់តែយល់សប្តិឃើញស្ត្រីទាំងនោះស្រែកថាកុំបោះបង់ចោលពេលនោះផងដែរក៏មានសត្វដង្កូវចេញភ្លើងជាច្រើនមកស៊ីរោមដំបៅរបស់ទ្រង់ប៉ុន្តែទ្រង់ក៏បានឆ្ងល់ក៏ដាក់ដង្កូវនោះដាក់ទៅលើរបួសរបស់ទ្រង់ដង្កូវនោះក៏បានស៊ីរបួសរបស់ទ្រង់ក៏បានជាភ្លាមតែម្ដងនេះគឺពិតជារឿងអភិនិហាមែនទែនធ្វើឲ្យពនាងនឹកស្មានមកដល់ក៏និយាយអរគុណទៅកាន់តកូវនោះបន្តមកទៀតទ្រង់ក៏បានធ្វើការមើលទៅលើផែនទីដែលគេបានគូដៅនៅលើជញ្ជាំងនេះទ្រង់ក៏បានធ្វើការសំដៅទៅដើរទៅតាមផែនទីនេះដើម្បីរកច្រកចេញភ្លាមនោះផងដែរទ្រង់ក៏បានឃើញជាមួយនឹងដុំតកកដែលមានពន្លឺជាច្រើនហើយនឹងរបស់របរផ្សេងជាច្រើននេះគឺជាក្តីសង្ឃឹមចុងក្រោយរបស់ទ្រង់ហើយដែលព្យាយាមឡើងទៅលើដុំតកកដ៏មុតស្រួចនេះនឹងមានគ្រោះថ្នាក់បំផុតដើម្បីរកផ្លូវចេញទៅកាន់សេរីដែលជីវិតដែលមានសេរីសុខស្ដីឡើងវិញទ្រង់ព្យាយាមអស់ពីកម្លាំងកាយចិត្តព្យាយាមម្ដងហើយម្ដងទៀតពេលនោះផងដែរក៏ត្រូវបានឃើញជាមួយនឹងនាគនោះនៅខាងក្រោមដើម្បីចាំត្រង់គាត់ជាសំណាងល្អមែនទែនគាត់ក៏បានរត់រួចផុតពីល្អាងនោះក៏បានចេញមកខាងក្រៅគាត់ដល់ទាំងហាមធំហើយក៏មានអារម្មណ៍ថាសប្បាយរីករាយមែនទែនពេលដែលគាត់រកច្រកចេញទ្រង់យំទាំងនឹងភើព្រោះបានរួចជីវិតមកនៅខាងក្រៅរឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមនេះបាយបាយ